2026គួរតែចេះទិញបានពីចិនហើយមែនទេបងប្អូនប៉ុន្តែមានសំណួរមួយតើ app មួយណាដែលមានតម្លៃធូរជាងគេចង់បានអីវ៉ាន់ដែលមានតម្លៃថោកហើយមានគុណភាពដោយសារមានបងប្អូនយើងគាត់សួរថាគាត់ចង់ទិញអីវ៉ាន់ខ្ញុំមកលក់ហើយគាត់ចង់ទិញបោះដុំអីចឹងណាអញ្ចឹងតើគួរតែទិញនៅក្នុង app មួយណាព្រោះដោយសារតែអីវ៉ាន់ពីចិនគឺយើងទិញបានច្រើនមើលមានតាំងពីថប៉ោនេះគឺល្បីជាងគេណាគេស្គាល់ដែរជីងតុង Alibaba 1688 AliExpress Pinduoduo CNE មិនហួរទេព្រោះដោយសារ CNE វាជា app លក់អីវ៉ាន់មកទឹកមិនគិតទេគិតតាមមុនដែលខ្ញុំបាននិយាយទៅបានហើយអញ្ចឹងដោយសារវាមាន app ច្រើនដែលយើងអាចទិញអីវ៉ាន់ពីចិនមកបានដល់ពេលអញ្ចឹងវាកើតទៅជា depression ណាលក្ខណៈថាទៅច្រើនពេកអញ្ចឹងតើគួរទិញមួយណាតើ app ទាំងអស់ហ្នឹង app មួយណាដែលមានតម្លៃធូរជាងគេអានេះខ្ញុំនិយាយតិចណាគឺជាបទពិសោធន៍ការទិញរបស់ខ្លួនខ្ញុំផ្ទាល់ទេបើមិនជាទៅទិញហើយមិនបានអ្វីដូចខ្ញុំនិយាយកុំបន្ទោសខ្ញុំសម្រាប់ខ្ញុំapp ដែលខ្ញុំទិញអីវ៉ាន់ហើយខ្ញុំគិតថាវាមានតម្លៃធូរជាងគេដែលប្រៀបធៀបមួយ app ផ្សេងៗហ្នឹងគឺ app មួយនេះមានឈ្មោះថា Pinduoduo បើប្រៀបធៀបមួយ app ដែលល្បីថប៉ោមិននិយាយព្រោះថប៉ោថ្លៃណាស់ខុសគ្នាចង់2ដង3ដងទៅតាមអីវ៉ាន់ដែលប្រៀបធៀបមួយ Pinduoduo អញ្ចឹងទៅតែគ្រាន់ថាអីវ៉ាន់ខ្លះក៏រកក្នុង Pinduoduo បានដែរយើងទៅរកលើ app ផ្សេងអីចឹងណាគ្រាន់ថាភាគច្រើនខ្ញុំទិញដល់ 90% គឺខ្ញុំទិញនៅក្នុង Pinduoduo ដោយសារតម្លៃវាធូរអញ្ចឹងណាតែមុនទិញហ្នឹងយើងក៏ត្រូវមើលទៅលើហាងដែរដោយសារអីវ៉ាន់ខ្លះបើយើងឃើញតម្លៃថោកជ្រុលយើងមិនអាចទទួលយកបានយើងក៏ថាវាមិនអាចទៅរួចទេអីវ៉ាន់ហ្នឹងតម្លៃប៉ុណ្្នឹងអីចឹងណាអញ្ចឹងយើងមើលតម្លៃដែរថាតើតម្លៃហ្នឹងទទួលយកបានអត់ហើយ check មើលទៅហាងគាត់អូខេមានអ្នកទិញមានអីអត់បើសិនជាយើងគិតថាអូខេទិញបានទិញទៅបើសិនជាអ្នកដែលគាត់ចង់ទិញយកមកលក់អីចឹងហើយគាត់ទៅទិញនៅក្នុង app ហ្នឹងវារៀងបាក់តិចដោយសារតែភាគច្រើន app ហ្នឹងគឺគាត់ផ្ដោតទៅលើអ្នកទិញយកមកប្រើតម្លៃធូរតែសម្រាប់អ្នកទិញយកមកប្រើអញ្ចឹងការចុចប៊ូតុងមួយចំនួនការដាក់កន្ត្រកដាក់អីហ្នឹងខ្ញុំជឿឲ្យ fan Pinduoduo គឺរកកន្លែងដាក់កន្ត្រកអត់មានដូចនៅក្នុង Taobao ឬក៏1688អីទេដោយសារចុច select ទិញចុច select ទិញហើយបើការចេញដំបូងទៀតគឺទិញតាម Visa ការអត់កើតទេទិញបានតាម Alipay តែក្រោយមកគឺ update ទិញតាម Visa បានហើយថ្មី2026នេះកាន់តែពិសេសទៀតបន្ទាប់ពីចូលឆ្នាំចិនហើយនេះគឺគេ update មានភាសាអង់គ្លេសនៅក្នុងហ្នឹងអញ្ចឹងfan Pinduoduo យើងរួមទាំងខ្ញុំផងដែរគឺកាន់តែងាយស្រួលមើលដោយសារតែមានភាសាអង់គ្លេសគ្រាន់តែថាភាសាអង់គ្លេសហ្នឹងវាអត់ទាន់បាន 100% ទេប៉ុន្តែវាបានខ្ទង់ 70-80% ឯកន្លែងមួយចំនួនវានៅមានអក្សរចិនដែរតែយ៉ាងណាក៏ងាយស្រួលសម្រាប់អ្នកដែលគាត់ទិញ Pinduoduo រហូតមកអញ្ចឹងណាហើយក៏ប៉ុន្តែ Pinduoduo វាមានកន្លែងដាក់ចូលក្នុងកន្ត្រកបើប្រៀបធៀបមួយនឹង app ផ្សេងៗយើងហៅថាដាក់ចូលកន្ត្រកហ្នឹង Pinduoduo វាមានអាហ្នឹងដែរគ្រាន់តែថាវាមិនងាយស្រួលដូច app ផ្សេងដែលចុចទេហើយចាំវីដេអូក្រោយខ្ញុំបង្ហាញពីកន្លែងហ្នឹងវីដេអូនេះខ្ញុំក៏ចង់និយាយពីការប្រៀបធៀបតម្លៃទេអញ្ចឹងបើសិនជាបងប្អូនអត់ជឿខ្ញុំយកអីវ៉ាន់មួយហ្នឹងទៅសេចក្នុង Taobao ហើយតបមកមិនសូវតម្លៃក្នុង Pinduoduo បងប្អូននឹងដឹងហើយប្រៀបធៀប2-3វ៉ាន់ណានឹងឃើញហើយមួយទៀតបើសិនជាអ្នកអត់ទាន់ធ្លាប់ដែរទិញនៅក្នុង Pinduoduo ចង់សាកល្បងទិញអីហ្នឹងទៅចូល channel របស់ខ្ញុំអូសមើលបានដោយសារខ្ញុំធ្លាប់ធ្វើវីដេអូពីរបៀបបង្កើតគណនីរបៀបចុចទិញរបៀបតាមដានទំនិញអីនៅក្នុង Pinduoduo ហ្នឹងគឺខ្ញុំធ្លាប់ធ្វើហើយតែប្រហែលជាការហ្នឹង Pinduoduo នៅអក្សរចិនឡើយទេតែវាមិនជាខុសគ្នាហ្មងណាវាខុសតែអក្សរតែប៊ូតុងការចុចហ្នឹងវាស្តៀងគ្នាហ្នឹងបងប្អូន Pinduoduo វាមិន update ច្រើនដូច Taobao ទេអញ្ចឹងអាចចូលទៅមើលទៅហើយសាកល្បងនៅក្នុងការទិញតាម Pinduoduo បានអញ្ចឹងសរុបមកវិញវាអាស្រ័យទៅលើបទពិសោធន៍ការទិញរបស់បងប្អូនដែរទេណាអ្វីដែលខ្ញុំនិយាយគឺបទពិសោធន៍ដែលខ្ញុំទិញផ្ទាល់ហើយខ្ញុំជួបផ្ទាល់ខ្ញុំគិតថាខ្ញុំប្រើ app មួយនេះតម្លៃរៀងធូរហើយវាងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងខ្ញុំក៏ណែនាំតែបើសិនជាបងប្អូនគិតថាវាអត់ងាយស្រួលបងប្អូនបន្តទិញអ្វីដែលយើងងាយស្រួលទៅនិយាយទៅសំខាន់បំផុតយើងច្បាស់មួយណាយើងទិញមួយហ្នឹងព្រោះបើយើងអត់ច្បាស់យើងបថុយបឋានអាហ្នឹងវាបាក់ដែរដោយសារយើងទិញទំនិញពីក្រៅប្រទេសតែសម្រាប់ខ្ញុំគិតថា Pinduoduo វាមិនជាពិបាកអីទេព្រោះបើសិនយើងចេះទិញតាម Taobao 1688យើងមកទិញតាម Pinduoduo ក៏វាអត់ពិបាកអីដែរបងប្អូនព្រោះវា app ចិនដូចតែគ្នាហ្នឹងហើយវាស្តៀងគ្នាហ្នឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងខ្ញុំបន្ថែមទៀតអរគុណជំរាបលាបាយបាយ